ព្រះគម្ពីរយូហានចំពោកទី19ខណៈនោះលោកពីឡាតនាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរៈហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ទាំងទូលថាសូមថ្វាយបង្គំស្ដេចសាសយូដារួចគេទះទ្រង់លោកពីឡាតក៏ចេញទៅមានប្រសាសន៍នឹងគេម្ដងទៀតថាមើលខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះដូច្នេះព្រះយេស៊ូវក៏យាងចេញទៅក្រៅទាំងបំពាក់ភួងបន្លានិងអាវពណ៌ស្វាយនោះរួចលោកពីឡាតមានប្រសាសន៍ទៅគេថាមើលចោះមនុស្សនេះហើយកាលពួកសង្គ្រាចនិងពួកអាចារ្យបានឃើញទ្រង់នោះក៏ស្រែកឡើងថាឆ្កាងវាទៅលោកពីឡាតមានប្រសាសន៍ទៅគេថាត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញត្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេពួកសាសយូដាឆ្លើយថាយើងខ្ញុំមានក្រឹតវិន័យហើយតាមក្រឹតវិន័យនោះវាត្រូវស្លាប់ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះកាលលោកពីឡាតបានឮពាក្យនោះក៏ភ័យរឹតតែខ្លាំងឡើងលោកត្រឡប់ទៅក្នុងសាលាជំនុំទូលសួរព្រះយេស៊ូវថាតើអ្នកមកពីណាតែព្រះយេស៊ូវទ្រង់មិនឆ្លើយសោះដូច្នេះលោកពីឡាតសួរទ្រង់ថាតើអ្នកមិនឆ្លើយទេឬអីអ្នកមិនដឹងទេឬថាខ្ញុំមានអំណាចនឹងឆ្កាងអ្នកឬលែងអ្នកក៏បានព្រះយេស៊ូវមានបន្ទូលថាបើមិនបានប្រទានមកពីស្ថានលើនោះលោកឥតមានអំណាចលើខ្ញុំសោះហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោកអ្នកនោះមានបាបធ្ងន់ជាងតាំងពីនោះមកលោកពីឡាតរកទំនងនឹងលែងទ្រង់ដែរតែពួកសាសយូដាស្រែកកងឡើងថាបើលោកលែងអ្នកនេះទៅនោះលោកមិនមែនជាទីស្រឡាញ់នឹងសេសាទេព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្ដេចនោះក្បត់នឹងសេសាហើយកាលលោកពីឡាតបានឮពាក្យនោះក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថាទីក្រាលថ្មដែលភាសាហេប្រឺហៅថាកាបាថារួចលោកអង្គុយនៅទីជំនុំជម្រះរីឯថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលងប្រហែលជាថ្ងៃត្រង់ហើយលោកក៏មានប្រសាសន៍ទៅពួកសាសយូដាថាមើលនេះស្ដេចនៃអ្នករាល់គ្នាតែគេស្រែកឡើងថាយកវាចេញឲ្យឆ្កាងវាទៅលោកពីឡាតសួរគេថាតើឲ្យខ្ញុំឆ្កាងស្ដេចនៃអ្នករាល់គ្នាឬអីពួកសង្គ្រាចឆ្លើយថាយើងខ្ញុំមានស្ដេចតែសេសាទេដូច្នេះលោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាងហើយគេនាំទ្រង់យកទៅព្រះយេស៊ូវទ្រង់យាងចេញទៅទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថាភ្នំរលាក្បាលដែលភាសាហេប្រឺហៅថាកាលកូថាគេក៏ឆ្កាងទ្រង់នៅទីនោះព្រមទាំងពីរនាក់ទៀតជាមួយនឹងទ្រង់ដែរម្នាក់មកខាងហើយព្រះយេស៊ូវនៅជាកណ្ដាលលោកពីឡាតធ្វើប្រកាសមួយបិទនៅលើឈើឆ្កាងមានសេចក្តីថានេះឈ្មោះយេស៊ូវជាអ្នកស្រុកណាហ្សារ៉េតស្ដេចនៃសាសយូដាមានសាសយូដាជាច្រើនបានមើលប្រកាសនោះត្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុងហើយប្រកាសនោះគេបានសរសេរជាភាសាហេប្រឺក្រិកនិងឡាតាំងដូច្នេះពួកសង្គ្រាចរបស់សាសយូដាគេជម្រាបដល់លោកពីឡាតថាសូមលោកកុំសរសេរថានេះជាស្ដេចនៃសាសយូដាឡើយសូមសរសេរតាមវានិយាយវិញថាខ្ញុំជាស្ដេចនៃសាសយូដាលោកពីឡាតឆ្លើយថាឯសេចក្តីដែលខ្ញុំបានសរសេរនោះបានសរសេរស្រេចទៅហើយឯពួកទាហាន
កាលបានឆ្កាងព្រះយេស៊ូវរួចហើយនោះគេយកព្រះភ័ស្ត្រទ្រង់ចែកជា4ចំណែកឲ្យម្នាក់បាន1ចំណែកក៏យកអាវវែងទ្រង់ដែរតែអាវនោះបានត្បាញ់ពីលើជាសំពត់តែមួយគ្មានធ្នេរសោះដូច្នេះគេនិយាយគ្នាថាកុំហែកអាវនេះឡើយចូលយើងចាប់ឆ្នោតវិញឲ្យបានដឹងជាអាវនេះនឹងទៅជារបស់រូបអ្នកណានោះដើម្បីឲ្យបានសម្រេចបទគម្ពីរដែលថាគេបានយកសម្លៀកបំពាក់ទូលបង្គំចែកគ្នាឯអាវវែងរបស់ទូលបង្គំគេយកដោយចាប់ជាឆ្នោតពួកទាហានក៏ធ្វើដូច្នោះឯមាតាព្រះយេស៊ូវប្អូនស្រីមាតាទ្រង់ម៉ារីជាប្រពន្ធគ្លូបានិងម៉ារីជាអ្នកស្រុកម៉ាដាឡាគេឈរនៅជិតឈើឆ្កាងទ្រង់ព្រះយេស៊ូវឃើញមាតាទ្រង់និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់កំពុងឈរនៅទីនោះរួចទ្រង់មានបន្ទូលទៅមាតាថាមាតាអើយនោះណកូនរបស់មាតារួចទ្រង់មានបន្ទូលទៅសិស្សនោះថានោះណម្ដាយអ្នកតាំងពីនោះមកសិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួនក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថាការទាំងអស់បានសម្រេចហើយតែដើម្បីឲ្យបានសម្រេចតាមបទគម្ពីរនោះទ្រង់មានបន្ទូលថាខ្ញុំស្រែកទឹកណាស់រីឯនៅទីនោះមានក្រឡដាក់ទឹកខ្មេះពេញគេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោករួចចងភ្ជាប់នឹងមែកហ៊ីស៊ុបហុចទៅដល់ព្រះអស់ទ្រង់កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយក៏មានបន្ទូលថាការស្រេចហើយនោះទ្រង់ឱនព្រះសិរៈប្រគល់វិញ្ញាណទ្រង់ទៅពួកសាសយូដាក៏សូមលោកពីឡាតឲ្យបានបំបាក់ជើងពួកចាប់ឆ្កាងហើយយកចេញទៅដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាងនៅថ្ងៃក្នុងថ្ងៃឈប់សម្រាកពីព្រោះជាថ្ងៃរៀបចំហើយឯថ្ងៃឈប់សម្រាកនេះគឺជាថ្ងៃបុណ្យធំដូច្នេះពួកទាហានក៏មកបំបាក់ជើងអ្នកមួយរួចអ្នកមួយទៀតដែលជាប់ឆ្កាងជាមួយនឹងទ្រង់តែកាលគេមកដល់ព្រះយេស៊ូវក៏ឃើញថាទ្រង់សគត់ផុតហើយបានជាគេមិនបំបាក់ព្រះបាទទ្រង់ទេប៉ុន្តែទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់នោះក៏ចេញឈាមហើយនឹងទឹកមកអ្នកដែលឃើញបានធ្វើបន្ទាល់ហើយសេចក្តីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដអ្នកនោះដឹងថាខ្លួននិយាយត្រូវដើម្បីឲ្យអ្នករាល់គ្នាបានជឿត្បិតការទាំងនោះបានកើតមកដើម្បីឲ្យបទគម្ពីរបានសម្រេចដែលថាគ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះក៏មានបទមួយទៀតថាគេនឹងមើលព្រះអង្គដែលគេបានចាក់ក្រោយនោះមកយូសេបជាអ្នកស្រុកអឺរីម៉ាថេដែលជាសិស្សរបស់ព្រះយេស៊ូវដោយសម្ងាត់ព្រោះខ្លាចពួកយូដាលោកបានសូមដល់លោកពីឡាតឲ្យមានច្បាប់នឹងយកព្រះសពព្រះយេស៊ូវចុះមកលោកពីឡាតក៏បើកឲ្យដូច្នេះលោកមកយកព្រះសពព្រះយេស៊ូវទៅហើយលោកនីកូដេមដែលពីមុនបានទៅឯព្រះយេស៊ូវទាំងយប់ក៏មកដែរលោកយកជ័រល្វីងទេសលាយនឹងគ្រឹស្នាបានប្រហែលជាមួយ100នាលីមកលោកទាំងពីរនោះក៏យកព្រះសពព្រះយេស៊ូវមករុំនឹងសម្ពុតទេឯកជាមួយនឹងគ្រឿងក្រអូបទាំងនោះតាមទម្លាប់របស់សាសយូដាដែលគេធ្លាប់រៀបចំកប់ខ្មោចមានច្បារមួយនៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ហើយក្នុងច្បារនោះមានភ្នោមួយថ្មីដែលមិនទាន់ដាក់ខ្មោចណានៅឡើយដូច្នេះលោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសយូដាហើយភ្នោនោះក៏នៅជិតស្រាប់អាមែន